ជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពខ្ញុំបាទអំប្លូសូមជូនព័ត៌មានកោកវាសនាសម្រុកចេញអង្គវីចុងឆ្នាំបន្ទាប់ពីបានចូលធ្វើកុងត្រាច្រៀងឲ្យផលិតកម្មថោនតារាចម្រៀងលោកកោកវាសនាក៏ចេញបទចម្រៀងនៅលើទីផ្សារមានចំនួនប្រមាណជា10បទមកហើយប៉ុន្តែក្នុងចំណោមបទចម្រៀងរបស់លោកទាំងនោះក៏មិនទាន់បានចេញលក់ជាអង្គពីទាំងអស់នោះទេទើបតែនៅចុងឆ្នាំ2016បទចម្រៀងរបស់លោកចាប់ផ្ដើមចេញជាអង្គបន្តបន្ទាប់ជាក់ស្ដែងកាលពីថ្ងៃទី26ខែវិច្ឆិកាបន្ទាប់ពី VCD ទុកពេលឲ្យបងខ្លាយជាសេដ្ឋីបានចេញលក់នៅលើទីផ្សាររួចមកនៅល្ងាចមិញនេះបទកលាប់ពលដីដែលជាបទថ្មីដែលជាបទល្បីខ្លាំងនៅក្នុងផលិតកម្មថោនក៏បានចេញ trailer បន្តទៀតផងដែរគណៈដែលតារាចម្រៀងលោកកោកវាសនាមាន MV ចេញជាបន្តបន្ទាប់នេះលោកអិនរិទ្ធិចិត្តអ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្មថោនក៏បានប្រាប់ដែរថានៅចុងឆ្នាំ2016តារាចម្រៀងលោកកោកវាសនាមាន MV ចេញច្រើនព្រោះរយៈពេលប្រមាណថ្ងៃនេះបន្ទាប់ពី MV បទល្បីរបស់លោកបានចេញបន្តគ្នារួចមកតែក៏មិនទាន់អស់ដែរគឺនៅមានចេញបន្តទៀតនៅចំណាច់ឆ្នាំ2016នេះព័ត៌មានចេញ MV នេះដែរអ្នកព័ត៌មានជើងក៏បានតាក់ទងតាមទូរស័ព្ទដើម្បីសាកសួរពីចំណាប់អារម្មណ៍លោកកែវវាសនាផ្ទាល់ផងដែរប៉ុន្តែលេខទូរស័ព្ទរបស់លោកមិនអាចតាក់ទងបានតែទោះជាយ៉ាងណានៅចុងឆ្នាំនេះគណៈដែល MV បទចម្រៀងរបស់លោកបានចេញបន្តកន្ទុយគ្នាបែបនេះប្រកាសជាជួយឲ្យប្រជាប្រិយភាពតារារូបនេះហក់ឡើងជាមិនខានព័ត៌មានដែលបានជម្រាបជូនខាងលើក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះជាបន្តមកជួបជាមួយនឹងព័ត៌មានថ្មីបន្តទៀតចនច័ន្ទលក្ខណៈទទួលបានការសរសើរក្នុងសកម្មភាពដាំឈើអ្នកនាងចនច័ន្ទលក្ខណៈនៅពេលនេះកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនតាមរយៈសកម្មភាពសង្គមមួយបង្ហាញពីការចុះដាំឈើដែលអ្នកនាងបានបង្ហាញលើទំព័រ Facebook នាពេលថ្មីនេះជាមួយនឹងក្រុម Miss The Moonជាការពិតដោយសារសកម្មភាពចុះដាំឈើដែលអ្នកនាងចនច័ន្ទលក្ខណៈបានចុះទៅដាំនោះបានធ្វើឲ្យមហាជនកោតសរសើរលើទង្វើរបស់អ្នកនាងយ៉ាងខ្លាំងក្នុងសកម្មភាពនៃការចុះដាំឈើនោះដែរគេក៏សង្កល់ឃើញមានតារាសិល្បៈមួយចំនួនបង្ហាញវត្តមានទៅចូលរួមជាមួយអ្នកនាងចនច័ន្ទលក្ខណៈដែរដូចជាកញ្ញាទឹមរដ្ឋានិងក្រុម Miss The Moon ជាច្រើនរូបទៀតក្រុមប្រធានបទលើកកម្ពស់បរិស្ថាននិងអភិរក្សព្រៃឈើជាមួយគ្នានោះអ្នកនាងចនច័ន្ទលក្ខណៈក៏បានបង្ហាញឲ្យឃើញពីចំណាប់អារម្មណ៍ផ្ទាល់តាមរយៈ
ការបង្ហាញខ្លួនក្នុងក្នុងសមត្ថភាពដើម្បីសង្គមសកម្មភាពដើម្បីសង្គមនេះលើទំព័រ Facebook ដែលថាការថែរក្សាធម្មជាតិគឺប្រៀបដូចជាយើងថែរក្សាអាយុជីវិតខ្លួនឯងបរិស្ថានល្អសុខភាពល្អដើមឈើគឺជាជីវិតគួរបញ្ជាក់ថាទីតាំងនៃសកម្មភាពចុះដាំដើមឈើរបស់អ្នកនាងចនច័ន្ទលក្ខណានិងក្រុមកញ្ញាទាំងនោះគឺស្ថិតនៅលើទឹកដីអង្គរក្នុងសហគមន៍ក្បែរខេត្តសៀមរាបខាងក្រោមនេះជាកម្រងរូបភាពនៃសកម្មភាពចុះការដាំដើមឈើរបស់ក្រុមអ្នកនាងចនច័ន្ទលក្ខណាដូច្នេះសូមទស្សនារូបភាពដូចតទៅព័ត៌មានដែលបានជម្រាបជូនខាងលើក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះរាល់កំហុសឆ្គងទាំងឡាយដែលបានកើតឡើងសូមខន្តីភ័យទោសចំពោះខ្ញុំបានអំប្លូសូមអរគុណសូមគោរពលាជាសេដ្ឋីបានចេញលក់នៅលើទីផ្សាររួចមកនៅល្ងាចមិញនេះបទកុលាបពលដីដែលជាបទថ្មីដែលជាបទល្បីខ្លាំងនៅក្នុងផលិតកម្មថោនក៏បានចេញ trailer បន្តទៀតផងដែរខណៈដែលតារាចម្រៀងលោកកែវវាសនាមាន MV ចេញជាបន្តបន្ទាប់នេះលោកអិនរិទ្ធិចិត្តអ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្មថោនក៏បានប្រាប់ដែរថានៅចុងឆ្នាំ2016តារាចម្រៀងលោកកែវវាសនាមាន MV ចេញច្រើនព្រោះរយៈពេលប្រមាណថ្ងៃនេះបន្ទាប់ពី MV បទល្បីរបស់លោកបានចេញបន្តគ្នារួចមកតែក៏មិនទាន់អស់ដែរជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពខ្ញុំបាទអំប្លូសូមជូនព័ត៌មានកែវវាសនាសម្រុកចេញ MV ចុងឆ្នាំបន្ទាប់ពីបានចូលធ្វើកុងត្រាច្រៀងឲ្យផលិតកម្មថោនតារាចម្រៀងលោកកែវវាសនាក៏ចេញបទចម្រៀងនៅលើទីផ្សារមានចំនួនប្រមាណជា10បទមកហើយប៉ុន្តែក្នុងចំណោមបទចម្រៀងរបស់លោកទាំងនោះក៏មិនទាន់បានចេញលក់ជា MV ទាំងអស់នោះទេទើបតែនៅចុងឆ្នាំ2016បទចម្រៀងរបស់លោកចាប់ផ្ដើមចេញជា MV បន្តជាក់ស្ដែងកាលពីថ្ងៃទី26ខែវិច្ឆិកាបន្ទាប់ពី VCD ទុកពេលឲ្យបងខ្លាយចនច័ន្ទលក្ខណាទទួលបានការសរសើរក្នុងសកម្មភាពដាំឈើអ្នកនាងចនច័ន្ទលក្ខណានៅពេលនេះកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនតាមរយៈសកម្មភាពសង្គមមួយបង្ហាញពីការចុះដាំឈើដែលអ្នកនាងបានបង្ហាញលើទំព័រ Facebook នាពេលថ្មីនេះជាមួយនឹងក្រុម Miss the Moon ជាការពិតដោយសារសកម្មភាពចុះដាំឈើ
ដែលអ្នកនាងចនច័ន្ទលក្ខណៈបានចុះទៅដាំនោះបានធ្វើឲ្យមហាជនកោតសរសើរលើទង្វើរបស់អ្នកនាងយ៉ាងខ្លាំងក្នុងសកម្មភាពនៃការចុះដាំដើមឈើនោះដែរគេក៏សង្កល់ឃើញមានតារាសិល្បៈមួយចំនួនបង្ហាញវត្តមាននៅទៅចូលរួមជាមួយអ្នកនាងចនច័ន្ទលក្ខណៈដែរដូចជាកញ្ញាទឹមរដ្ឋានិងក្រុង Miss the Moon ជាច្រើនរូបទៀតក្រោមប្រធានបទលើកកម្ពស់បរិស្ថាននិងអភិរក្សព្រៃឈើជាមួយគ្នានោះអ្នកនាងចនច័ន្ទលក្ខណៈក៏បានបង្ហាញឲ្យឃើញពីចំណាប់អារម្មណ៍ផ្ទាល់តាមរយៈការបង្ហាញខ្លួនក្នុងសមត្ថភាពដើម្បីសង្គមគឺនៅមានចេញបន្តទៀតនៅចំណាច់ឆ្នាំ2016នេះព័ត៌មានចេញ MV នេះដែរអ្នកព័ត៌មានជើងក៏បានតាក់ទងតាមទូរស័ព្ទដើម្បីសាកសួរពីចំណាប់អារម្មណ៍លោកកែវវាសនាផ្ទាល់ផងដែរប៉ុន្តែលេខទូរស័ព្ទរបស់លោកមិនអាចតាក់ទងបានតែទោះជាយ៉ាងណានៅចុងឆ្នាំនេះខណៈដែល MV បទចម្រៀងរបស់លោកបានចេញបន្តកន្ទុយគ្នាបែបនេះប្រកាសជាជួយឲ្យប្រជាប្រិយភាពតារារូបនេះហក់ឡើងជាមិនខានព័ត៌មានដែលបានជម្រាបជូនខាងលើក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះជាបន្តមកជួបជាមួយនឹងព័ត៌មានថ្មីបន្តទៀត